បងប្អូនបាទឃើញជាក់ស្ដែងអញ្ចឹងកដោបមួយមុងបងប្អូនកដោបមួយមុងមួយថ្ងៃស៊ីអស់មួយយប់មួយថ្ងៃអស់មួយដើមនេះចេកណាំវ៉ាបងប្អូនចេកណាំវ៉ាដើមធំទៀតមិនមែនដើមទូចទេបាទឥឡូវនេះសកម្មភាពតែកដោបគោទៅស៊ីបងប្អូនបាទពេញត្រង់តែម្ដងចាំមើលតែ2ថ្ងៃគឺអស់ហើយបងប្អូនបាទកដោបខ្ញុំស៊ីតែ2ថ្ងៃអស់ហើយកដោបមួយមុខនេះចិត្តពេញត្រង់បាទដូចបងប្អូនឃើញជាក់ស្ដែងអញ្ចឹងអូចេញមួយយ៉ាតើយ៉ាចាប់ដាក់វិញចេញទៅក៏គ្មានអីស៊ីដែរចាបាទណែនស្នេះច្រើនជាងវីដេអូមុននេះបងប្អូនបាទបងប្អូនខ្ញុំកាប់ចេកមកវាសល់លឹកច្រើនអញ្ចឹងដាក់អានេះបានមួយយប់មួយថ្ងៃប៉ុណ្ណឹងបាទប៉ុណ្ណឹងមួយយប់មួយថ្ងៃបងប្អូនបាទគួរសមដែរហើយបងប្អូនមើលស្លឹកចេកទៅបាទមិនមែនស្លឹកតូចទេអានេះប្រភេទស្លឹកចេកណាំវ៉ាហើយវាល្អណាវានៅកន្លែងជីវាធំល្អហើយមកគុំមួយដើមនេះគឺស្លឹកបាទកន្លះត្រង់តែម្ដងច្រើនមែនតើតែម្ដងឥឡូវមកព្រឹកមិញដាក់ស៊ីស្មៅហ្នឹងណាស្មានឲ្យស៊ីស្លឹកចេកបងប្អូនសាស្មៅមកត្រង់នេះបាទមកត្រង់មុនគឺយើងឲ្យស៊ីអត់ទៅចុះមកនេះត្រង់ខាងនោះវាតិចដល់ពេលស្នេះច្រើនបងប្អូនបាទ2ថ្ងៃមកកងអញ្ចឹងបងប្អូនបាទដូចឃើញជាក់ស្ដែងអញ្ចឹងហើយបានបងប្អូនដែលចេញទៅណាទៅគម្រួចវិទីដែរអីចាទៅបាត់បាទដូចបងប្អូនបានឃើញអញ្ចឹងមកត្រង់នេះបើសិនជាយើងនិយាយថាឲ្យវាទុករហូតដល់ធំបងប្អូនបាទមួយមុងនេះទុករហូតដល់ធំបើយើងនិយាយពីចេកតើបងប្អូនមានចេក20គុំនៅក្នុងមួយត្រង់នេះត្រង់ប៉ុណ្ណឹងបាទទៅតឹង1ម៉ែត្របដោយ2ម៉ែត្របងប្អូនហើយតកតងស្មៅអានេះលេខស្មៅផងបាទអញ្ចឹងយើងឲ្យស៊ីរយៈពេល2ខែបងប្អូនបាទព្រោះចេកវាមិនយើងមិនកាប់ទាំងអស់ទេគឺយើងកាប់យកទៅលឹកវាអញ្ចឹងណាអញ្ចឹងវាអាចវិលជុំបានរយៈពេលបាទបើមិនមាន20គុំរយៈពេល2ខែបាទអញ្ចឹងវាអាចវិលជុំបានបាទហើយដូចបងប្អូនឃើញអញ្ចឹងច្រើនណាស់អានេះវាមានកម្រិតមកកម្រិតទៀតច្រើនលើសនឹងទៀតបាទដោយសារអានេះត្រឹមតែ1ខាំត្រឹមតែ3ខាំហ្នឹងបងប្អូនប៉ុណ្ណឹងបើសិនជាកន្លះគីឡូវិញវាញាស់ទាំងអស់វិញអស់ទៅបាទមួយម៉ោងនេះគឺណែនទឹះតែម្ដងបាទហើយមួយម៉ោងនេះក៏វាមិនតិចប្រហែលដែរគ្រាន់តែថាវានៅខាងក្នុងបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនបាទរៀងវល់នេះបាទនិយាយទៅមុខទៅក្រោយឧស្សាហ៍ហេវបាយអរគុណបងប្អូនបាទជម្រាបលា